បញ្ញត្តិទាំង48ប្រការដើម្បីកសាងអំណាចបទបញ្ញត្តិទី32ប្រើប្រាស់ក្តីស្រមៃរបស់មនុស្សធ្វើជានុយជារឿយៗការពិតរមែងត្រូវបានមនុស្សកិច្ចវេះពីវាដោយសារតែវាមិនល្អនិងខ្វះភាពរីករាយនៅក្នុងនោះសូមកុំអំពាវនាវរកសច្ចភាពឬសេចក្តីពិតអ្វីទាំងអស់លុះត្រាតែអ្នកបានត្រៀមខ្លួនសម្រាប់ទទួលយកកំហឹងដែលនឹងកើតចេញពីការធ្វើឲ្យខ្លួនឯងមិនសប្បាយចិត្តវាជាស្រេចប៉ុណ្ណោះជីវិតគឺសារខុសខើនិងផ្ដល់នូវភាពឈឺចាប់ខ្លាំងដែលមនុស្សដែលអាចបង្កើតប្រឡំកថាឬមមយគិតអំពីគំនិតស្រមោលស្រមៃបានគឺប្រៀបបានទៅនឹងព្រៃដង្គំកណ្ដាលសមុទ្រខ្សាច់អញ្ចឹងដែរមនុស្សគ្រប់គ្នាបានពូនផ្ដុំគ្នាទៅរកពួកវានេះគឺជាអំណាចដ៏អស្ចារ្យមួយនៅក្នុងការចូលទៅក្នុងការរវើរវាយរបស់បណ្ដាវងមនុស្សការស្រមោលស្រមៃមិនអាចដំណើរការប្រព្រឹត្តទៅឯងបានឡើយវាតម្រូវឲ្យមានផ្ទៃទេសភាពពីខាងក្រៅយ៉ាងសាមញ្ញនិងដដែលអមជាមួយវាគឺជាភាពសង្កត់សង្កិនរបស់សេចក្តីពិតដែលអនុញ្ញាតឲ្យការស្រមោលស្រមៃបានចាក់ឫសនិងរីកលូតលាស់ផ្លែផ្កាទៅបានអ្នកដែលអាចបំពេញការស្រមោលស្រមៃចេញពីការពិតដែលយងខ្នងបាននោះអ្នកនឹងក្លាយជាមនុស្សដែលមានសិទ្ធិទទួលបាននូវអំណាចដែលមិនអាចទីទុកជាមុនបាននៅពេលណាដែលអ្នកស្វែងរកការស្រមោលស្រមៃដែលមានឥទ្ធិពលលើបណ្ដាវងមនុស្សប្រកបដោយប្រសិទ្ធភាពដូច្នេះចូលរងចាំខ្លមមើលអំពីការពិតដ៏សាមញ្ញដែលនឹងបន្ថោកទម្ងន់យ៉ាងធ្ងន់មកលើយើងទាំងស្រុងនោះផងសូមកុំធ្វើឲ្យខ្លួនឯងត្រូវបានរំខានដោយរូបភាពដ៏ស្រស់បំព្រងរបស់មនុស្សអំពីខ្លួនរបស់ពួកគេនិងជីវិតរបស់ពួកគេឲ្យសោះចូលស្វែងរកនិងជីកកកាយរកនៅអ្វីដែលអាចឃុំឃាំងពួកគេបានយ៉ាងពិតប្រាកដនៅពេលណាដែលអ្នករកវិធីសាស្ត្របែបនេះឃើញនោះអ្នកនឹងទទួលបានកូនសោវេទមន្តដែលនឹងបញ្ចូលនៅធម៌ពលដ៏អស្ចារ្យចូលទៅក្នុងកម្ដាប់ដៃរបស់អ្នកបានជាក់ជាពុកខានគន្លឹះដើម្បីធ្វើឲ្យមនុស្សស្រមើស្រមៃគឺត្រូវធ្វើវាពីចម្ងាយទៅចម្ងាយគឺមានការលបួងនិងការសន្យានៅក្នុងនោះដែលមើលទៅហាក់ដូចជាសាមញ្ញធម្មតានិងគ្មានបញ្ហាអ្វីទាំងអស់ដូច្នេះអ្វីដែលអ្នកកំពុងតែផ្ដល់ឲ្យអ្នកដទៃគួរតែជាអ្វីដែលអ្នកដទៃមិនអាចចាប់បានឬយល់បានសូមកុំធ្វើឲ្យគេមើលដឹងថាវាជាការសង្កត់សង្កិនវាគឺជាការបំភាន់គំនិតពីចម្ងាយចូលដកថយរាល់ពេលដែលមនុស្សដែលអ្នកកំពុងតែបំភាន់នោះចូលមកចិត្តក្នុងនាមជាអ្នកខ្លាចបន្លំការសម័យចូលទុកឲ្យជនរងគ្រោះរបស់អ្នកចូលមកចិត្តឲ្យបានសមល្មមគ្រប់គ្រាន់នឹងត្រូវបានលបួងឲ្យបានប៉ុន្តែសូមកុំធ្វើឲ្យពួកគេនៅឆ្ងាយល្មមគ្រប់គ្រាន់ដើម្បីឲ្យពួកគេនៅតែបន្តក្តីសុបិនដ៏រវើរវាយរបស់ពួកគេនិងនៅតែចង់បានវាជាប់ជានិច្ចបទបញ្ញត្តិទី33ស្វែងរកឧបករណ៍ដង្កៀបម្រាមដៃរបស់បុគ្គលនីមួយៗមនុស្សគ្រប់គ្នាសុទ្ធតែមានចំណុចខ្សោយរៀងៗខ្លួនដែលវាគឺជាចន្លោះប្រហោងនៃចិញ្ចើមប្រសាទរបស់ពួកគេជាធម្មតាចំណុចខ្សោយមួយនេះគឺជាចំណុចអសន្តិសុខរបស់ពួកគេដែលវាអាចជាអារម្មណ៍ឬជាតម្រូវការដែលមិនអាចគ្រប់គ្រងបានរបស់ពួកគេវាក៏អាចជាសេចក្តីរីករាយដ៏អាចកំបាំងដ៏តូចមួយផងដែរទោះតាមវិធីណាក៏ដោយនៅពេលណាដែលបានរកឃើញពីវាហើយនោះវាគឺជាឧបករណ៍ដង្កៀបម្រាមដៃដែលអ្នកអាចងាកទៅរកដើម្បីស្វែងរកប្រយោជន៍សម្រាប់ខ្លួនអ្នកបានយើងទាំងអស់គ្នាសុទ្ធតែមានសេចក្តីធន់មាំគ្រប់គ្នាយើងរស់នៅជាមួយនឹងអាវក្រោះការពារជាប់លបមួយពាត់នៅជុំវិញខ្លួនយើងដើម្បីការពារទៅនឹងការផ្លាស់ប្ដូរនិងសកម្មភាពឈ្លានពានរបស់មិត្តភ័ក្តិនិងគូប្រជែងរបស់យើងប៉ុន្តែរឿងដ៏សំខាន់បំផុតមួយដើម្បីបានយល់ដឹងអំពីមនុស្សនោះគឺថាពួកគេគ្រប់គ្នាសុទ្ធតែមានចំណុចខ្សោយគ្រប់គ្នាដែលវាគឺជាផ្នែកខ្លះទៀតនៃអាវក្រោះការពារផ្នែកផ្លូវចិត្តរបស់ពួកគេដែលនឹងមិនអាចទប់ទល់បាននិងអាចពុតពេនទៅតាមឆន្ទៈរបស់ពួកគេប្រសិនបើអ្នករកឃើញវានិងទាញយកផលប្រយោជន៍ពីវានោះមនុស្សមួយចំនួនបានផ្សារភ្ជាប់ទៅនឹងចំណុចខ្សោយរបស់ពួកគេយ៉ាងបើកចំហតែម្ដងស្របពេលដែលមនុស្សមួយចំនួនទៀតបានខ្លែងបន្លំវាបានយ៉ាងល្អអ្នកដែលបានខ្លែងបន្លំពួកវាច្រើនតែជាអ្នកដែលទទួលរងនៅភាពបរាជ័យប្រកបដោយប្រសិទ្ធភាពបំផុតតាមរយៈភាពទន់ខ្សោយដ៏តូចមួយពីក្នុងអាវក្រោះការពារខ្លួនរបស់ពួកគេនោះឯងចុះស្វែងរកឧបករណ៍ដង្កៀបម្រាមដៃរបស់មនុស្សម្នាក់ៗឲ្យឃើញវាគឺជាសិល្បៈនៃការកំណត់ឆន្ទៈរបស់ពួកគេទៅលើសកម្មភាពរបស់ពួកគេវាទាមទារឲ្យមានជំនាញច្រើនជាងដំណោះស្រាយអ្នកត្រូវដឹងពីកន្លែងដែលអ្នកត្រូវដឹងរបស់បុគ្គលណាម្នាក់រកការតាំងចិត្តទាំងអស់គឺមានការជំរុញជាពិសេសដែលផ្លាស់ប្ដូរទៅតាមរសនិយមផ្សេងៗគ្នាបទបញ្ញត្តិទី34ដើរតួជាស្ដេចនៅក្នុងបែបផែនផ្ទាល់ខ្លួនរបស់អ្នកធ្វើខ្លួនឲ្យដូចជាស្ដេចដើម្បីទទួលបានការគោរពឲ្យដូចជាស្ដេចមែនទែនជារឿយៗឥរិយាបថដែលអ្នកប្រកាន់យកនឹងកំណត់ទៅលើរបៀបដែលអ្នកត្រូវបានគេប្រព្រឹត្តមកលើអ្នកក្នុងរយៈពេលវែងការលេចចេញនៅលក្ខណៈសាមញ្ញឬធម្មតានឹងមិនជំរុញឲ្យគេគោរពកោតខ្លាចចំពោះអ្នកឡើយសម្រាប់ស្ដេចដែលចេះគោរពខ្លួនឯងនោះគេនឹងបំផុសគំនិតដូចគ្នានេះដល់អ្នកដទៃដែរតាមរយៈសកម្មភាពដែលប្រៀបបានទៅនឹងស្ដេចនឹងមានទំនុកចិត្តលើអំណាចរបស់ខ្លួនអ្នកនឹងធ្វើឲ្យខ្លួនអ្នកហាក់ដូចជាទទួលបានជោគវាសនាក្នុងការពាក់មង្គតរបស់អ្នកជាក់ជាមិនខានកាលពីក្មេងយើងចាប់ផ្ដើមជីវិតរបស់យើងព្រមជាមួយនឹងភាពរីករាយឃ្លាវខ្លាដ៏អស្ចារ្យការរំពឹងទុកនិងការទាមទារគ្រប់យ៉ាងពីពិភពលោកនេះជាទូទៅការនេះបានចូលរួមចំណែកនៅក្នុងដំណើរឆ្ពោះទៅរកសង្គមដំបូងបំផុត
នៅពេលដែលយើងចាប់ផ្ដើមអាជីពការងាររបស់យើងប៉ុន្តែនៅពេលដែលយើងធំឡើងការមិនអើពើដែលភាពមើលងាយនិងការបរាជ័យយើងជួបប្រទះនឹងការកំណត់ព្រំដែនកាន់តែរឹងមាំទៅតាមពេលវេលាតាមរយៈការរំពឹងកាន់តែតិចពីពិភពលោកនេះយើងនឹងទទួលស្គាល់ពីដែនកំណត់ដែលត្រូវបានកំណត់ដោយខ្លួនយើងផ្ទាល់យ៉ាងពិតប្រាកដជាក់ជាមិនខានយើងចាប់ផ្ដើមអើងក្បាលនិងបន្ទាបខ្លួនដល់ដីនិងនិយាយពាក្យសុំទោសបើទោះបីជាសំណើដ៏សាមញ្ញបំផុតក៏ដោយដំណោះស្រាយការបង្រួមជើងមេទាំងអស់នេះគឺជាការបង្ខិតបង្ខំខ្លួនឯងនៅក្នុងទិសដៅផ្ទុយដោយចេតនាដើម្បីធ្វើឲ្យភាពបរាជ័យនិងការមិនអើពើចំពោះដែនកំណត់របស់អ្នកហាក់ដូចជាមិនសំខាន់ដូចនឹងសភាពពិតរបស់វាដើម្បីធ្វើឲ្យខ្លួនយើងអាចទៀមទានិងរំពឹងច្រើនដូចទៅនឹងក្មេងៗដូចនេះដែរដើម្បីសម្រេចរឿងទាំងអស់នេះបានយើងត្រូវប្រើប្រាស់ចិត្តសាស្ត្រដ៏ជាក់លាក់មួយមកលើខ្លួនយើងជាចាំបាច់បុគ្គលគ្រប់រូបគួរតែជាស្ដេចដែលស្ថិតនៅពីក្រោយបែបផែនផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងដែននៅភាលីផ្ទាល់របស់ពួកវាចូលធ្វើឲ្យរាល់សកម្មភាពទាំងអស់របស់អ្នកមានលក្ខណៈស័ក្តិសមទៅនឹងស្ដេចមួយអង្គបើទោះបីជាពួកវាមិនមានលក្ខណៈដូចគ្នាទៅនឹងសកម្មភាពដែលស្ដេចបានធ្វើក៏ដោយចុះចូលបង្កើតភាពអស្ចារ្យនៅក្នុងសកម្មភាពរបស់អ្នកភាពឧត្តមឧត្តមនៅក្នុងកំណើតរបស់អ្នកនិងនៅក្នុងគ្រប់ទង្វើទាំងអស់របស់អ្នកដោយបង្ហាញឲ្យមនុស្សគ្រប់គ្នាបានឃើញថាអ្នកស័ក្តិសមជាមួយស្ដេចមួយអង្គបើទោះបីជាអ្នកមិនមែនជាស្ដេចពិតប្រាកដនៅក្នុងពិភពជាក់ស្ដែងយ៉ាងណាក៏ដោយមានការកាត់ឡើងដោយគួរឲ្យកត់សម្គាល់មួយជាមួយនឹងអ្នកបោកប្រាស់ដ៏ខ្លាំងពូកែអំពីអ្វីដែលពួកគេបានជាប់ជំពាក់ចំពោះអំណាចរបស់ពួកគេក្នុងទង្វើនៃការបោកប្រាស់ជាក់ស្ដែងពួកគេបានយកឈ្នះតាមរយៈជំនឿមកលើខ្លួនឯងរបស់ពួកគេបែបនេះឯងដែលធ្វើឲ្យមានអ្នកនិយាយចេញមកហាក់ពោពេញទៅដោយភាពមហោស្ចារ្យនិងគួរឲ្យតាក់ទាញចំពោះអ្នកដែលស្ថិតនៅជុំវិញខ្លួនពួកគេនាពេលកន្លងមកសូមកំបាត់បងការគោរពមកលើខ្លួនឯងហើយត្រូវរក្សាការគោរពចំពោះខ្លួនឯងជានិច្ចសូម្បីតែនៅពេលដែលអ្នកនៅម្នាក់ឯងក៏ដោយចូលទុកឲ្យភាពសុចរិតរបស់អ្នកដើរតួជាស្តង់ដារនៃភាពស្មោះត្រង់ដោយខ្លួនវាហើយចូលជប់ជំពាក់នឹងភាពម៉ឺងម៉ាត់ចំពោះសេចក្តីវិនិច្ឆ័យសេចក្តីរបស់អ្នកជាជាងក្បួនច្បាប់ទាំងឡាយពីខាងក្រៅចូលឈប់ប្រព្រឹត្តនៅអ្វីដែលមិនសមរម្យឲ្យបានច្រើនដោយសារតែការគោរពឲ្យតម្លៃចំពោះគុណធម៌របស់ខ្លួនជាជាងភាពតឹងរឹងខាងផ្នែកដែនអាជ្ញាពីខាងក្រៅរបស់អ្នកចូលបង្កើនការគោរពនិងការស្ងើចសរសើរចំពោះខ្លួនឯងហើយអ្នកនឹងមិនត្រូវការការណែនាំបង្ហាត់បង្រៀនដែលនឹងកើតចេញពីការសមាសម័យរបស់អ្នកនោះឡើយបទបញ្ញត្តិទី35គ្រប់គ្រងសិល្បៈនៃការកំណត់ពេលវេលាកុំធ្វើខ្លួនហាក់ដូចជាប្រញាប់ប្រញាល់សោះក្បត់ភាពប្រញាប់ប្រញាល់គឺក្បត់ទៅនឹងការកង្វះខាតសិល្បៈនៃការគ្រប់គ្រងខ្លួនឯងនិងការគ្រប់គ្រងទៅលើពេលវេលាចូលធ្វើខ្លួនឲ្យហាក់ដូចជាភាពអត់ធ្មត់ជាប់ជានិច្ចប្រសិនបើអ្នកគិតថាអ្វីៗគ្រប់យ៉ាងនឹងរត់មករកអ្នកនៅទីបំផុតចូលធ្វើជាអ្នកស៊ើបអង្កេតទៅលើពេលវេលាដ៏ត្រឹមត្រូវមួយរូបចូលសង្កេតរកមើលនៅនិន្នាការនៃពេលវេលាជានិន្នាការដែលនឹងនាំអ្នកឆ្ពោះទៅរកអំណាចនៅទីបំផុតចូលសិក្សារៀនសូត្រខណៈពេលវេលាមិនទាន់មកដល់ហើយត្រូវវាប្រហារឲ្យបានពេញទំហឹងនៅពេលដែលឱកាសមកដល់ពេលវេលាគឺជាទម្រង់សិប្បនិមិត្តមួយដែលខ្លួនយើងបានបង្កើតឡើងមកដើម្បីធ្វើឲ្យភាពគ្មានដែនកំណត់នៃនិរន្តរភាពនិងសកលលោកកាន់តែអាចទ្រាំទ្របាននិងកាន់តែតាក់ទងទៅនឹងលក្ខណៈរបស់មនុស្សចាប់តាំងពីយើងបានកសាងទម្រង់នៃពេលវេលារួចមកយើងក៏អាចមានលទ្ធភាពសូនវាឡើងដល់កម្រិតមួយដើម្បីលេងល្បែងកលល្បិចជាមួយនឹងវាពេលវេលារបស់កុមារគឺមានរយៈពេលវែងនិងយឺតជាមួយនឹងវិសាលភាពដ៏ធំល្វឹងល្វើយចំណែកឯពេលវេលារបស់មនុស្សពេញវ័យវិញបានប្រព្រឹត្តទៅយ៉ាងលឿនគួរឲ្យខ្លាចរអាដូច្នេះពេលវេលាគឺអាស្រ័យទៅលើការយកឃើញដែលយើងដឹងថាវាអាចនឹងត្រូវបានផ្លាស់ប្ដូរដោយមិនខ្វល់ខ្វាយពីអ្វីទាំងអស់នេះគឺជារឿងដំបូងដែលយើងត្រូវយកក្នុងការគ្រប់គ្រងទៅលើសិល្បៈនៃការកំណត់ពេលវេលាបទបញ្ញត្តិទី36កុំយកចិត្តទុកដាក់នឹងអ្វីដែលអ្នកមិនមានការមិនអើពើនឹងពួកគេជាការសងសឹកដ៏ល្អបំផុតតាមរយៈការទទួលស្គាល់ទៅលើបញ្ហាតូចតាចគឺអ្នកកំពុងតែផ្ដល់ឲ្យពួកវានូវអត្ថិភាពនិងការជឿជាក់ទៅលើពួកវាហើយកាលណាអ្នកយកទំនុកចិត្តលើសត្រូវរបស់អ្នកបានកាន់តែច្រើននោះមានន័យថាអ្នកកំពុងតែបំពាក់បំពន់ពួកគេឲ្យកាន់តែខ្លាំងក្លាជាងមុនដូចគ្នាហើយជាញឹកញាប់កំហុសតូចតាចនឹងប្រែទៅជារឿងអាក្រក់ទៅនៅពេលណាដែលអ្នកព្យាយាមប៉ះប៉ូវទៅលើវាមានពេលខ្លះវាជាការល្អបំផុតក្នុងការដែលអ្នកទុកវាចោលនិងដើរចេញពីវាប្រសិនបើមានអ្វីមួយយ៉ាងដែលអ្នកចង់បានប៉ុន្តែមិនអាចបាននោះដូច្នេះចូលបង្ហាញពីការប្រមាថចំពោះវាវិញអ្នកបង្ហាញពីការចាប់អារម្មណ៍កាន់តែតិចតួចប៉ុណ្ណានោះអ្នកនឹងហាក់ដូចជាកាន់តែខ្ពង់ខ្ពស់ទៅតាមនោះដែរក្តីប្រាថ្នាច្រើនតែបង្កើតឲ្យមានឥទ្ធិពលផ្ទុយអ្នកកាន់តែចង់បានអ្វីមួយខ្លាំងប៉ុណ្ណាអ្នកកាន់តែប្រឹងដេញតាមវាច្រើនប៉ុណ្ណានោះវានឹងកាន់តែគេចបេះពីអ្នកច្រើនប៉ុណ្ណោះដែរអ្នក
កាន់តែបង្ហាញការចាប់អារម្មណ៍ច្រើនប៉ុណ្ណានោះអ្នកនឹងកាន់តែច្រើនចោលរបស់ដែលអ្នកប្រាថ្នាចង់បាននោះឆ្ងាយពីអ្នកប៉ុណ្ណោះដែរនេះគឺដោយសារតែការចាប់អារម្មណ៍របស់អ្នកទៅលើវាមានកម្រិតខ្លាំងពេកជាហេតុធ្វើឲ្យមនុស្សម្នាមានអារម្មណ៍ឆ្គាំឆ្គងឬដល់ថ្នាក់ភ័យខ្លាចថែមទៀតផងចិត្តប្រាថ្នាចង់បានមិនអាចគ្រប់គ្រងបាននឹងធ្វើឲ្យអ្នកហាក់ដូចជាទន់ខ្សោយមិនស័ក្តិសមនឹងទទួលបានការគោរពឬយកចិត្តទុកដាក់នឹងថែមទាំងគួរឲ្យអាណិតអាសូរថែមទៀតផងអ្នកត្រូវបើកខ្នងរបស់អ្នកចេញពីអ្វីដែលអ្នកចង់បានដោយបង្ហាញពីការមិនពេញចិត្តនិងការបដិសេធរបស់អ្នកនេះគឺជាប្រភេទនៃការឆ្លើយតបដ៏មានឥទ្ធិពលដែលនឹងជំរុញឲ្យមនុស្សដែលជាគោលដៅរបស់អ្នកប្រែជាឈួតលីលាតែម្ដងពួកគេនឹងឆ្លើយតបដោយបំណងប្រាថ្នារបស់ពួកគេផ្ទាល់ដែលវាគ្រាន់តែជាអ្វីម្យ៉ាងដែលមានឥទ្ធិពលលើអ្នកប្រហែលដើម្បីមានប្រៀបលើអ្នកឬអាចគ្រាន់តែដើម្បីធ្វើឲ្យអ្នកឈឺចាប់ជាដើមប្រសិនបើពួកគេចង់មានប្រៀបលើអ្នកត្រូវធ្វើឲ្យពួកគេកើតក្តីព្រួយបារម្ភនិងធ្វើឲ្យគេចូលរួមលេងទៅតាមច្បាប់របស់អ្នកវិញចូលដឹងពីរបៀបប្រើប្រាស់សន្លឹកវានៃការប្រមាថវាគឺជាប្រភេទនៃការសងសឹកប្រកបដោយលក្ខណៈនយោបាយបំផុតដោយសារមានបុគ្គលជាច្រើនគឺជាបុគ្គលដែលយើងមិនគួរគប្បីដឹងលើអ្វីទាំងអស់ពីពួកគេឡើយការប្រគល់ប្រជែងដល់ល្បីរបស់ពួកគេមិនបានចាប់អារម្មណ៍ឬកត់សម្គាល់ពីពួកគេនោះគ្មានការសងសឹកណាដែលដូចទៅនឹងភាពដែលគ្មាននរណាម្នាក់នៅចាំឬចាប់ផ្លឹកទៀតនោះឡើយត្បិតវាគឺជាទីបញ្ចុះសពនៃភាពមិនស័ក្តិសមនិងទទួលបានការយកចិត្តទុកដាក់នៅពីក្រោមល្អទូលាយដីនៃភាពឥតខ្លឹមសារផ្ទាល់ខ្លួនរបស់ពួកគេនោះឯងបទបញ្ញត្តិទី37បង្កើតទស្សនីយភាពទាក់ទាញការវាប្រហារទៅលើការប្រើប្រាស់រូបភាពនិងកាយវិការផ្សេងៗជានិមិត្តរូបនិងបង្កើតនូវឥទ្ធិពលនៃអំណាចមួយដែលគ្រប់គ្នានឹងឆ្លើយតបចំពោះពួកវាវិញចូលរៀបចំឈុតឆាកទស្សនីយភាពសម្រាប់បណ្ដាមនុស្សទាំងឡាយដែលស្ថិតនៅជុំវិញខ្លួនអ្នកបន្ទាប់មកទៀតចូលបញ្ចូលវាឲ្យពោរពេញទៅដោយទស្សនីយភាពដ៏ទាក់ទាញនិងនិមិត្តសញ្ញាដែលបញ្ចេញនៅពន្លឺរស្មីដ៏ចែងចាំងដែលនឹងពង្រឹងដល់វត្តមានរបស់អ្នកតាមរយៈភាពតាក់ទាញចំពោះអ្វីដែលបានកើតឡើងនៅក្នុងភ្នែកនោះអ្នកនឹងគ្មាននរណាម្នាក់ចាប់អារម្មណ៍ថាតើអ្នកកំពុងតែធ្វើអ្វីឲ្យប្រកបឡើយពាក្យសម្ដីនឹងធ្វើឲ្យអ្នកមានការការពារខ្លួនប្រសិនបើអ្នកត្រូវបញ្យល់បកស្រាយអំពីខ្លួនអ្នកនោះមានន័យថាអំណាចរបស់អ្នកគឺស្ថិតក្នុងប្រព័ន្ធសំណួររួចមួយបាត់ទៅហើយមួយវិញទៀតរូបភាពនឹងបង្ហាញពីអត្ថន័យដល់ខ្លួនវាបង្អាក់សំណួរបង្កើតការចូលរួមប្រកបដោយភាពស្វាហាប់ទប់ទល់នឹងការបកស្រាយដោយអចេតនាប្រស័យតាក់ទងគ្នាភ្លាមនិងបង្កើតចំណងទំនាក់ទំនងដែលលើកពីភាពខុសប្លែកគ្នានៅក្នុងសង្គមពាក្យសម្ដីនឹងញុះញង់ឲ្យមានការឆ្លុះប្រកែកនិងការបែកបាក់រូបភាពនិងគៀងគោមនុស្សឲ្យមកប្រមូលផ្តុំគ្នាពួកវាគឺជាឧបករណ៍ដ៏មានអំណាចសំខាន់បំផុតមួយមនុស្សតែងតែស្ងើចសរសើរចំពោះលក្ខណៈសាពីផ្នែកខាងក្រៅចំពោះអ្វីគ្រប់យ៉ាងទាំងអស់ចំពោះពេលវេលាសមស្របនៅក្នុងឆ្នាំនីមួយៗគួរតែទុកឲ្យមនុស្សរវល់និងត្រូវបានរំខានដោយពិធីបុណ្យនិងទស្សនីយភាពផ្សេងៗទៅជាការប្រសើរមធ្យោបាយដ៏ល្អបំផុតក្នុងការប្រើប្រាស់រូបភាពនិងនិមិត្តសញ្ញាគឺជាការរៀបចំឲ្យពួកវាប្រែជាទស្សនីយភាពដ៏អស្ចារ្យមួយដែលធ្វើឲ្យមនុស្សស្ងប់ស្ងាយនិងបង្វែរអារម្មណ៍ពួកគេពីការពិតដ៏សោកសៅវាគឺជារឿងងាយស្រួលធ្វើជាទីបំផុតមនុស្សចូលចិត្តអ្វីដែលអស្ចារ្យទាក់ទាញនិងមានលក្ខណៈសម្បើមជាជាងជីវិតរបស់មនុស្សចូលទាក់ទាញអារម្មណ៍របស់ពួកគេហើយពួកគេនឹងសម្រុកទៅទស្សនីយភាពរបស់អ្នកយ៉ាងច្រើនកុះករជាមិនខានការមើលឃើញជាក់ស្ដែងនៅក្នុងភ្នែកគឺជាវិធីដ៏ងាយស្រួលបំផុតដើម្បីបានចូលទៅក្នុងជម្រៅបេះដូងរបស់ពួកគេបទបញ្ញត្តិទី38គិតតាមអ្នកចង់តែត្រូវរៀបរឹកឲ្យដូចអ្នកដទៃប្រសិនបើអ្នកបង្ហាញពីដំណើរប្រឆាំងនឹងសម័យកាលនីមួយៗតាមរយៈការបង្អួតពីគំនិតមិនធម្មតារបស់អ្នកនិងវិធីមិនធម្មតារបស់អ្នកនោះមនុស្សនឹងគិតថាអ្នកគ្រាន់តែចង់ទទួលបានការចាប់អារម្មណ៍និងយល់ថាអ្នកកំពុងតែមើលស្រាលពួកគេតែប៉ុណ្ណោះពួកគេនឹងរិះរកវិធីដើម្បីដាក់ទោសមកលើអ្នកចំពោះការដែលអ្នកធ្វើឲ្យពួកគេមានអារម្មណ៍ថាខ្លួនពួកគេតូចទាបជាងអ្នកវាមានសមត្ថភាពជាងឆ្ងាយណាស់ក្នុងការដែលរួមបញ្ចូលគ្នានិងដាំបណ្ដុះនៅសមត្ថភាពក្នុងការទំនាក់ទំនងជាមួយនឹងមនុស្សទូទៅទាំងនោះចូលចែករំលែកនៅមូលបត្ររបស់អ្នកតែជាមួយនឹងមិត្តភ័ក្តិដែលមានការអត់ឱននិងបណ្ដាមនុស្សដែលអ្នកប្រកាសចិត្តថានឹងពេញចិត្តចំពោះលក្ខណៈដោយឡែកប្លែកពីគេរបស់អ្នកទៅបានហើយយើងទាំងអស់គ្នាសុទ្ធតែពោលពាក្យកុហកនិងលាក់បាំងអារម្មណ៍ពិតរបស់ខ្លួនគ្រប់គ្នាដោយសារតែការបញ្ចេញមតិនិងចំណាប់អារម្មណ៍ដោយសេរីឲ្យបានពេញលេញទាំងស្រុងនោះគឺជារឿងដែលមិនអាចទៅរួចឡើយនៅក្នុងសង្គមនេះយើងរៀនលាក់បាំងពីគំនិតរបស់យើងតាំងពីតូចមកម្ល៉េះដោយប្រាប់ពីអ្វីដែលងាយនឹងប៉ះពាល់ដល់ផ្លូវចិត្តរបស់យើងនិងអ្វីដែលមិនស្រួលនៅក្នុងអារម្មណ៍ដែលជាអ្វីដែលយើងដឹងថាពួកគេចង់ដឹងចង់ឮនិងសម្លឹងមើលយ៉ាងប្រយ័ត្នប្រយែងក្រែងលោយើងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ពួកគេសម្រាប់ពួកយើងភាគច្រើននេះគឺជាធម្មជាតិទៅហើយដែលវាមានគំនិតនិងតម្លៃដែលមនុស្សភាគច្រើនទទួលយកហើយវាគ្មានន័យអ្វីទាំងអស់នៅក្នុងការដែលទៅចែកតវ៉ាជាមួយនឹងពួកគេនោះយើងជឿទៅលើអ្វីដែលយើងចង់បានប៉ុន្តែ
ពីខាងក្រៅវិញយើងតែងតែពាក់ម៉ាស់របស់យើងជាប់ជានិច្ចយ៉ាងណាក៏ដោយក៏នៅតែមានមនុស្សដែលមើលឃើញពីការអត់ធ្មត់បែបនេះថាជាការរំលោភសិទ្ធិសេរីភាពរបស់ខ្លួនមួយដែលមិនអាចអត់ឱនឲ្យបាននិងជាបុគ្គលដែលមានតម្រូវការចង់បញ្ជាក់ពីឧត្តមភាពនៃគុណតម្លៃនិងជំនឿរបស់ពួកគេផងដែរទោះជាយ៉ាងនេះក្តីនៅទីបញ្ចប់អំណះអំណាងរបស់ពួកគេអាចបញ្ចុះបញ្ចូលបានត្រឹមតែលើមនុស្សតែ 2-3 នាក់ប៉ុណ្ណោះនិងធ្វើឲ្យមានការបំពានទៅលើចំនួនមនុស្សក្នុងចំនួនដ៏ច្រើនថែមទៀតផងហេតុផលនៃការអះអាងដែលមិនដំណើរការនោះគឺថាមនុស្សភាគច្រើនប្រកាន់យកគំនិតនិងជំនឿរបស់ខ្លួនដោយមិនបានគិតពីពួកវាឡើយមានការពេញចិត្តខាងផ្លូវអារម្មណ៍ដ៏ខ្លាំងក្លាមួយនៅក្នុងជំនឿរបស់ពួកគេនោះគឺពួកគេពិតជាចង់ពិចារណាឡើងវិញទៅលើទម្លាប់នៃការគិតរបស់ពួកគេហើយនៅពេលដែលអ្នកប្រជែងនឹងពួកគេមិនថាតាមរយៈការជជែកដោយផ្ទាល់ឬដោយប្រយោលតាមរយៈកប្បកិរិយារបស់អ្នកនោះទេគឺពួកគេនៅតែមានអរិយភាពនិងវាអញ្ចឹងចូលកុំផ្ដល់ឲ្យសត្វឆ្កែនៅអ្វីដែលល្អបរិសុទ្ធហើយចូលកុំបោះបង់ក្របគុជខ្យងរបស់អ្នកនៅចំពោះមុខសត្វជ្រូកឲ្យសោះក្រែងលោវាជន់ឈ្លីរបស់អស់ទាំងនោះនៅពីក្រោមបាតជើងរបស់ពួកវារួចបែរមកពេលប្រហារអ្នកវិញនៅពេលក្រោយបទបញ្ញត្តិទី39កោទឹកដើម្បីចាប់ត្រីកំហឹងនិងអារម្មណ៍ស្លន់ស្លោគឺជាការប្រឆាំងទៅនឹងឥទ្ធិពលដែលយើងចង់បានប្រកបដោយយុទ្ធសាស្ត្រអ្នកត្រូវធ្វើខ្លួនឲ្យស្ងប់ស្ងាត់និងរក្សាគោលចំហឲ្យបានជាប់លាប់ជានិច្ចប៉ុន្តែប្រសិនបើអ្នកអាចធ្វើឲ្យសត្រូវរបស់អ្នកផ្ទុះកំហឹងខណៈពេលដែលអ្នកនៅតែអាចធ្វើខ្លួនឲ្យស្ងប់បាននោះអ្នកនឹងទទួលបានអត្ថប្រយោជន៍ពីការសម្រេចចិត្តរបស់អ្នកជាក់ជាមិនខានចូលធ្វើឲ្យខ្មាំងសត្រូវរបស់អ្នកបាត់បង់តុល្យភាពចូលស្វែងរកចន្លោះប្រហោងពីខាងក្នុងទិដ្ឋភាពរបស់ពួកគេតាមរយៈអ្វីដែលអាចបន្លាចពួកគេឲ្យផិតភ័យបានហើយអ្នកត្រូវធ្វើជាអ្នកកាន់ខ្សែនៅពីក្រោយពួកគេបានជាធម្មតាមនុស្សខាងក្រៅនឹងបានត្រឹមតែបញ្ចប់ទៅនៅក្នុងរូបភាពគួរឲ្យអស់សំណើចតែប៉ុណ្ណោះព្រោះការឆ្លើយតបរបស់ពួកគេហាក់ដូចជាមានលក្ខណៈខុសពីអ្វីដែលជំរុញឲ្យកើតមានឡើងពួកគេបានយកចិត្តទុកដាក់ទៅលើវាខ្លាំងពេកដោយសារការបំភ្លឺការឈឺចាប់ឬការប្រមាថដែលបានធ្វើឡើងចំពោះពួកគេងាយប្រតិកម្មខ្លាំងចំពោះការប្រមាថបន្តិចបន្តួចដែលវានឹងប្រែក្លាយជារឿងគួរឲ្យអស់សំណើចប៉ុណ្ណាទៅដែលពួកគេយកវាមកទុកនៅក្នុងចិត្តនោះរឿងគួរឲ្យអស់សំណើចជាច្រើនគឺជាជំនឿរបស់ពួកគេដែលការផ្ទុះឡើងនៃកំហឹងរបស់ពួកគេគឺជាសញ្ញាដែលបញ្ជាក់ប្រាប់អំពីអំណាចរបស់ពួកគេអ្វីដែលជាការពិតនោះគឺជាអ្វីដែលផ្ទុយពីនេះទាំងស្រុងភាពឆៅឆាវមិនមែនជាអំណាចឡើយវាគ្រាន់តែជាសញ្ញាដែលបង្ហាញពីសភាពដែលនរណាម្នាក់អាចចូលមកជួយពួកគេបានតែប៉ុណ្ណោះមនុស្សអាចនឹងត្រូវបានបំភ័យជាបណ្ដោះអាសន្នតាមរយៈកំហឹងរបស់អ្នកប៉ុន្តែចុងក្រោយពួកគេនឹងលែងមានការគោរពឲ្យតម្លៃចំពោះអ្នកតទៅទៀតជាមិនខានពួកគេក៏បានដឹងផងដែរថាពួកគេអាចធ្វើឲ្យមនុស្សដែលស្ដៅម្ចាស់ការលើខ្លួនឯងចុះខ្សោយបន្តិចម្ដងបានយ៉ាងងាយស្រួលប្រសិនបើគូប្រជែងរបស់អ្នកគឺជាមនុស្សក្រៀវក្រោធចូលព្យាយាមធ្វើឲ្យគេខឹងប្រសិនបើគេជាមនុស្សក្អឹកក្តោងចូលព្យាយាមលើកតម្កើងអហង្ការនិយមរបស់គេអស់អ្នកណាដែលជំនាញក្នុងការធ្វើឲ្យសត្រូវមានចលនាឬធ្វើសកម្មភាពបានដូច្នេះពួកគេក៏កំពុងតែបង្កើតស្ថានភាពមួយអាស្រ័យទៅតាមអ្វីដែលសត្រូវនឹងធ្វើសកម្មភាពនោះដូចគ្នាគេនឹងបានលបួងចិត្តសត្រូវជាមួយនឹងអ្វីដែលគេច្បាស់ថានឹងទទួលបានគេនឹងនៅតែធ្វើឲ្យសត្រូវបន្តសកម្មភាពរបស់ពួកគេដោយការកាន់នុយជាប់នៅនឹងដៃបន្ទាប់មកពេលប្រហារពួកគេជាមួយនឹងកងទ័ពដែលត្រូវបានជំរឹះរួចជាស្រេចតែម្ដងបទបញ្ញត្តិទី40កុំឲ្យតម្លៃអាហារថ្ងៃត្រង់ដែលឥតគិតថ្លៃអ្វីដែលអ្នកផ្ដល់ជូនដែលឥតគិតថ្លៃគឺជារបស់ដ៏គ្រោះថ្នាក់ជាធម្មតាវាច្រើនតែពាក់ព័ន្ធទៅនឹងល្បិចឬក៏តាបកិច្ចលាក់បាំងអំពីអ្វីម្យ៉ាងមិនខានឡើយអ្វីដែលមានតម្លៃវាតែងតែស័ក្តិសមទៅនឹងការចំណាយទៅលើវាដោយការចំណាយប្រាក់ទៅតាមវិធីផ្ទាល់ខ្លួនរបស់អ្នកនោះអ្នកនឹងមានភាពច្បាស់លាស់ទាក់ទងទៅនឹងការដឹងគុណទោសកំហុសនិងការបោកបញ្ឆោតទាំងពួងវាក៏រមែងជារឿងវៃឆ្លាតផងដែរក្នុងការដែលចំណាយប្រាក់ពេញថ្លៃនោះវាគ្មានផ្លូវកាត់ណាមួយដែលអាចផ្ដល់ឲ្យអ្នកនៅភាពល្អឥតខ្ចោះនោះទេចូលផ្ដល់ឲ្យបានច្រើនជាមួយនឹងប្រាក់របស់អ្នកនឹងត្រូវធ្វើឲ្យវាមានចរាចរណ៍ទៅវិញទៅមកព្រោះសប្បុរសធម៌គឺជាសញ្ញានិងជាមេដែកដើម្បីស្រូបទាញអំណាចរបស់អ្នកនៅក្នុងពិភពនៃអំណាចអ្វីៗគ្រប់យ៉ាងត្រូវតែវិនិច្ឆ័យតាមរយៈតម្លៃរបស់វាហើយអ្វីៗគ្រប់យ៉ាងសុទ្ធសឹងតែមានតម្លៃរបស់វាអ្វីដែលត្រូវផ្ដល់ឲ្យដែលឥតគិតថ្លៃឬក្នុងអត្រាមួយដែលកើតចេញពីការចរចាតម្លៃជារឿយៗវារមែងមកព្រមជាមួយនឹងស្លាកតម្លៃខាងចិត្តសាស្ត្រជានិច្ចដូចជាអារម្មណ៍ស្មុគស្មាញចំពោះការជាប់កាតព្វកិច្ចការទម្លាក់ទៅលើគុណភាពអសន្តិសុខផ្លូវអារម្មណ៍ដែលការទម្លាក់ទៅលើគុណភាពទាំងនោះបានពំនាំមកនឹងផ្សេងជាបន្តបន្ទាប់បុគ្គលដែលមានអំណាចបានរៀនសូត្រអំពីរឿងនេះយ៉ាងឆាប់រហ័សក្នុងការការពារទៅលើធនធានដ៏មានតម្លៃបំផុតរបស់ពួកគេនោះគឺឯករាជ្យភាពនិងពេលវេលាដើម្បីធ្វើសមយុទ្ធឬប្រើប្រាស់ល្បិចកលតាមរយៈការចំណាយពេញថ្លៃនោះពួកគេនឹងធ្វើឲ្យខ្លួនពួកគេបានរួចផុតពីចំណងនិងក្តីព្រួយបារម្ភទាំងពួងបានយ៉ាងពិតប្រាកដមនុស្សដ៏អស្ចារ្យណាដែលកំណាញ់ស្វិតមើលឃើញតែប្រយោជន៍ផ្ទាល់ខ្លួន
គឺជាបុគ្គលដែលល្ងងខ្លៅជាទីបំផុតហើយបុគ្គលដែលស្ថិតនៅទីខ្ពស់គឺมันអាចមានកំហុសណាដែលផ្ដល់ទុកទោសដោយទៅនឹងសេចក្តីលោភលន់នេះតទៅទៀតឡើយមនុស្សដែលមានចិត្តលោភលន់នឹងមិនអាចច្បាំងយកទឹកដីឬក៏អំណាចគ្រប់គ្រងអ្វីបានទាំងអស់ត្បិតពួកគេមិនទទួលបានការជ្រោមជ្រែងពីមិត្តដែលអាចនឹងជួយចម្រើនដល់ឆន្ទៈរបស់ពួកគេនោះឯងអ្នកទាំងអស់ណាដែលចង់មានមិត្តគឺត្រូវតែចេះស្រឡាញ់ទ្រព្យរបស់ខ្លួនប៉ុន្តែពួកគេក៏ត្រូវចេះមានមិត្តតាមរយៈអំណោយដ៏សប្បុរសរបស់ពួកគេផងដែរត្បិតតាមរយៈលំនាំតែមួយនេះឯងដែលធ្វើឲ្យមេដែកអាចស្រូបទាញដែកឲ្យចូលទៅរកវាបានយ៉ាងល្អនោះម្ល៉េះហើយមាសនិងប្រាក់ដែលមនុស្សគ្រប់គ្នាប្រគល់ចេញទៅនោះក៏នឹងស្រូបបានបេះដូងរបស់មនុស្សមកវិញបានដូចគ្នាអញ្ចឹងដែរបទបញ្ញត្តិទី41ជៀសវាងពីការទទួលយកមុខតំណែងឬតួនាទីបន្តពីបុគ្គលអស្ចារ្យពីមុនមកអ្វីដែលកើតឡើងដំបូងតែងតែមានលក្ខណៈប្រសើរជាងនិងមានមូលបត្រជាងអ្វីដែលកើតឡើងជាបន្តបន្ទាប់ប្រសិនបើអ្នកទទួលបានភាពជោគជ័យលើពីបុគ្គលអស្ចារ្យណាម្នាក់ឬក៏មានឪពុកម្ដាយដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនោះអ្នកនឹងត្រូវសម្រេចនៅសមិទ្ធផលឲ្យបានទ្វេដងដើម្បីជាភាពលេចធ្លោជាងពួកគាត់សូមកុំវង្វេងវង្វាន់នៅក្នុងស្រមោលរបស់ពួកគេឬជាប់គាំងនៅក្នុងអតីតកាលមួយដែលមិនមែនជាការបង្កើតឡើងដោយខ្លួនអ្នកឯសោះចូលចាប់ផ្ដើមបង្កើតឈ្មោះនិងអត្តសញ្ញាណរបស់អ្នកតាមរយៈការផ្លាស់ប្ដូរយុទ្ធសាស្ត្ររបស់អ្នកចូលសម្រាប់ឪពុកដែលប្រើអំណាចបង្ខំឲ្យអ្នកដើរតាមចូលបង្អាប់កេរដំណែលរបស់គាត់និងពង្រឹងអំណាចរបស់អ្នកដោយការបញ្ចេញពន្លឺរស្មីនៅលើវិថីផ្ទាល់របស់អ្នកវិញចូលប្រយ័ត្នចំពោះការសោកជើងបន្តចូលទៅក្នុងស្បែកជើងរបស់បុគ្គលដ៏អស្ចារ្យណាម្នាក់ដូច្នេះអ្នកអាចនឹងសម្រេចបានច្រើនទ្វេដងលើពីពួកគេទៅទៀតអ្នកដែលដើរតាមគេគឺត្រូវបានគេចាត់ទុកថាបានត្រឹមជាអ្នកត្រាប់តាមគេតែប៉ុណ្ណោះមិនថាពួកគេខិតខំប្រឹងប្រែងកម្រិតណានោះទេពួកគេនឹងគ្មានថ្ងៃអាចជំរុះនៅបន្ទុកទាំងនោះចេញពីខ្លួនគេបានឡើយវាជាជំនាញលើពីធម្មតាមួយក្នុងការស្វែងរកផ្លូវថ្មីសម្រាប់ឧត្តមភាពរបស់ខ្លួនដែលជាមាគ៌ាដ៏ទំនើបមួយដើម្បីឆ្ពោះទៅកាន់ភាពជាបុគ្គលល្បីល្បាញនោះឯងមានវិធីច្រើនណាស់ដើម្បីឆ្ពោះទៅកាន់វិថីខុសប្លែកពីគេតែមិនមែនមានន័យថាពួកវាទាំងអស់សុទ្ធតែអាចធ្វើដំណើរបានយ៉ាងរលូនទាំងអស់នោះទេផ្លូវដែលថ្មីបំផុតអាចជាផ្លូវដែលរដុបពិបាកធ្វើដំណើរប៉ុន្តែជារឿយៗពួកវាច្រើនតែជាផ្លូវកាត់ដើម្បីឆ្ពោះទៅរកភាពអស្ចារ្យជានិច្ចបទបញ្ញត្តិទី42វាយប្រហារអ្នកកងវិលនោះជាមនឹងរត់ខ្ចាត់ខ្ចាយជារឿយៗបញ្ហាអាចត្រូវបានរកឃើញចេញតែពីបុគ្គលដែលមានឥទ្ធិពលណាម្នាក់តែប៉ុណ្ណោះដូចជាញាក់ញុះញង់មនុស្សវណ្ណៈតូចទាបដល់ក្រអឺកតោមនិងក្រុមបំពល់ឆន្ទៈល្អជាដើមប្រសិនបើអ្នកអនុញ្ញាតឲ្យមនុស្សប្រភេទនេះមានឱកាសដើម្បីធ្វើប្រតិបត្តិការនោះអ្នកដទៃអាចនឹងទូទន់ទៅតាមឥទ្ធិពលរបស់ពួកគេសូមគម្រោងចាំបញ្ហាដែលពួកគេនឹងបង្កឲ្យកើតមានកាន់តែច្រើនឡើងនោះឲ្យសោះសូមកុំព្យាយាមចរចាជាមួយនឹងពួកគេព្រោះពួកគេគឺជាបុគ្គលដែលមិនអាចកែប្រែឲ្យក្លាយជាមនុស្សល្អប្រសើរដូចដើមវិញបានឡើយចូលបន្សាបឥទ្ធិពលរបស់ពួកគេដែលបំបែកពួកគេចេញពីគ្នានិងនិរទេសពួកគេចេញចូលវាប្រហារទៅលើប្រភពនៃបញ្ហាហើយជាមនឹងរត់ខ្ចាត់ខ្ចាយអស់ជាក់ជាមិនខានបើសិនម្នាក់ទាញធ្នូចូលទាញវាឲ្យតឹងខ្លាំងបំផុតបើសិនម្នាក់ត្រូវប្រើព្រួយណាមួយចូលប្រើព្រួយដែលវែងជាងគេបំផុតដើម្បីបានបាញ់អ្នកជិះសេះចូលបាញ់សេះរបស់ពួកគេជាមុនសិនដើម្បីចាប់ក្រុមចៅមួយក្រុមបានចូលចាប់មេខ្លោងរបស់ពួកគេជាមុនសិនដូចទៅនឹងការដែលប្រទេសមួយមានព្រំដែនរបស់វាអញ្ចឹងដែរដូច្នេះការសម្លាប់មនុស្សគឺវាមានព្រំដែនរបស់វាប្រសិនបើការវាយលុករបស់សត្រូវបានបញ្ឈប់ត្រឹមមួយលើកអាចចំក្បាលមេដឹកនាំតែម្ដងនោះរួចចុះហេតុអ្វីក៏ត្រូវមានមនុស្សស្លាប់និងរបួសជាងការដែលចាំបាច់នោះបទបញ្ញត្តិទី43ធ្វើសកម្មភាពទៅលើបេះដូងនិងខួរក្បាលរបស់អ្នកដទៃការប្រើអំណាចបង្ខិតបង្ខំនិងបង្កើតឲ្យមានការប្រតិកម្មមួយដែលនឹងធ្វើការប្រឆាំងទៅនឹងអ្នកវិញនៅទីបំផុតអ្នកត្រូវតែបញ្ចុះបញ្ចូលអ្នកដទៃឲ្យកាត់ចិត្តចង់ផ្លាស់ទីទៅតាមទិសដៅរបស់អ្នកមនុស្សម្នាក់ដែលអ្នកបានលបួងនឹងប្រែក្លាយជាកូនអុកដ៏ស្មោះត្រង់របស់អ្នកវិញហើយវិធីនៃការលួងលោមអ្នកដទៃនោះទៀតសោតគឺដើម្បីប្រតិបត្តិការទៅលើចិត្តសាស្ត្រនិងចំណុចខ្សោយនៃបុគ្គលភាពរបស់ពួកគេចូលបន្ទន់កម្លាំងប្រឆាំងដោយធ្វើការទៅលើអារម្មណ៍របស់ពួកគេដោយការលោលេងជាមួយនឹងអ្វីដែលពួកគេស្រឡាញ់ឲ្យតម្លៃខ្លាំងនិងអ្វីដែលពួកគេខ្លាចរអាចូលប្រងើយកត្តាចំពោះចិត្តនិងការគិតរបស់អ្នកដទៃហើយពួកគេនឹងចាប់ផ្ដើមស្អប់អ្នកមិនខាននៅក្នុងល្បែងនៃអំណាចអ្នកត្រូវបានហុំព័ទ្ធដោយមនុស្សដែលគ្មានហេតុផលអ្វីទាំងអស់ដែលត្រូវចូលមកជួយអ្នកលើកលែងតែវាជាប្រយោជន៍របស់ពួកគេដើម្បីឲ្យពួកគេធ្វើបែបនោះតែប៉ុណ្ណោះហើយការបើអ្នកគ្មានអ្វីដើម្បីតបស្នងជាប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេទេ
នោះអ្នកនឹងទំនងជាធ្វើឲ្យពួកគេមានអរិយភាពនឹងអ្នកព្រោះពួកគេនឹងបានត្រឹមតែមើលឃើញអ្នកក្នុងនាមជាដៃគូប្រកួតប្រជែងម្នាក់ទៀតនិងជាអ្នកបង្ខាត់ពេលវេលាម្នាក់ទៀតសម្រាប់ពួកគេតែប៉ុណ្ណោះអ្នកដែលអាចយកឈ្នះលើភាពត្រជាក់ដ៏ទូទៅនេះបានគឺជាអ្នកដែលរកឃើញគន្លឹះដើម្បីដោះសោទៅកាន់បេះដូងនិងខួរក្បាលរបស់មនុស្សដែលខ្លួនមិនធ្លាប់ស្គាល់តាមរយៈការបញ្ឆោតពួកគេឲ្យធ្លាក់ចូលទៅក្នុងជ្រុងម្ខាងរបស់ខ្លួនហើយប្រសិនបើចាំបាច់ចូលបន្ទន់ពួកគេដើម្បីឲ្យមានឱកាសសកណ្ដាប់ដៃរបស់អ្នកចុះប៉ុន្តែមនុស្សភាគច្រើនមិនដែលបានរៀនសូត្រអំពីបំណែកនៃល្បែងមួយនេះឡើយនៅពេលដែលពួកគេជួបនរណាម្នាក់មិនធ្លាប់ស្គាល់ពីមុនមកជាជាងដកថយនិងស្ទាបស្ទង់មើលពីអ្វីដែលជំរុញឲ្យបុគ្គលម្នាក់នោះខុសប្លែកពីគេពួកគេបែរជានិយាយពីខ្លួនឯងដោយអន្តេសាក្នុងការអះអាងពីចិន្តានុភាពនិងគំនិតយោបល់ផ្ទាល់ខ្លួនរបស់ពួកគេទៅវិញពួកគេអាចនឹងមិនដឹងពីវាឡើយប៉ុន្តែពួកគេកំពុងតែបង្កើតសត្រូវមួយយ៉ាងអាថ៌កំបាំងជាអ្នកប្រឆាំងដោយស្ងៀមស្ងាត់និងមិនតបតអ្វីទាំងអស់ម្នាក់ពីព្រោះគ្មានអារម្មណ៍គ្រាក្រោធណាខ្លាំងជាងការមិនអើពើចំពោះបុគ្គលភាពរបស់ពួកគេនោះទេចិត្តនិងអារម្មណ៍តខ្លួនរបស់អ្នកមិនទទួលស្គាល់វាឡើយគន្លឹះដើម្បីឆ្ពោះទៅរកការបញ្ចុះបញ្ចូលគឺជាការបន្ទន់មនុស្សឲ្យទន់ជ្រាយនិងបំផ្លាញពួកគេយ៉ាងទន់ភ្លន់ចូលលបងពួកគេដែលប្រើការវាយប្រហារចំនួន2យ៉ាងចូលធ្វើការទៅលើអារម្មណ៍របស់ពួកគេហើយប្រឡែងលេងជាមួយនឹងភាពទន់ខ្សោយខាងផ្នែកប្រាជ្ញារបស់ពួកគេចូលមានការប្រុងប្រយ័ត្នទាំងពីរផ្លូវនៅអ្វីដែលញែកពួកគេចេញពីមនុស្សគ្រប់គ្នាផ្សេងទៀតនិងអ្វីដែលពួកគេមានដូចគ្នាទៅនឹងមនុស្សគ្រប់គ្នាផ្សេងទៀតចូលផ្ដោតទៅលើអារម្មណ៍ចម្បងដូចជាអារម្មណ៍ស្រឡាញ់ស្អប់និងច្រណែនឈាមនេះជាដើមនៅពេលណាដែលអ្នករំកិលអារម្មណ៍របស់ពួកគេបាននោះអ្នកនឹងបានកាត់បន្ថយនូវភាពជាម្ចាស់ការរបស់ពួកគេដោយការធ្វើឲ្យពួកគេងាយរងគ្រោះនឹងការបញ្ចុះបញ្ចូលរបស់អ្នកបានជាមិនខានបទបញ្ញត្តិទី44បន្ទន់និងបន្ទុះកំហឹងតាមរយៈឥទ្ធិពលរបស់កញ្ចក់នឹងឆ្លុះបញ្ចាំងពីការពិតប៉ុន្តែវាជាឧបករណ៍ដ៏ល្អឥតខ្ចោះសម្រាប់ការបោកបញ្ឆោតផងដែរនៅពេលដែលអ្នកឆ្លុះបញ្ចាំងពីសត្រូវរបស់អ្នកដោយការធ្វើដូចគ្នាទៅនឹងការដែលពួកគេធ្វើដាក់អ្នកនោះពួកគេនឹងមិនអាចយល់ពីយុទ្ធសាស្ត្ររបស់អ្នកបានជាដាច់ខាតឥទ្ធិពលរបស់កញ្ចក់នឹងចំអកនិងបំបាក់មុខពួកគេដោយការជំរុញឲ្យពួកគេមានប្រតិកម្មតបយ៉ាងខ្លាំងនោះឯងតាមរយៈការចាប់កាន់កញ្ចក់បែរទៅកាន់ចិត្តគំនិតរបស់ពួកគេនោះអ្នកនឹងបានលបងពួកគេតាមរយៈការបំផន់មួយដែលបង្ហាញថាអ្នកមានគុណតម្លៃដូចទៅនឹងពួកគេដែរតាមរយៈការកាន់កញ្ចក់បែរទៅរកសកម្មភាពរបស់ពួកគេអ្នកនឹងអាចបង្រៀនពួកគេនៅមេរៀនមួយចំនួនបានទៀតផងមានមនុស្សតិចណាស់ដែលអាចទប់ទល់នឹងធម៌ពលនៃឥទ្ធិពលរបស់កញ្ចក់នេះបានកញ្ចក់អាចមានអំណាចអាចរំខានដល់យើងបានតាមរយៈការសម្លឹងមើលទៅកាន់អ្វីដែលឆ្លុះបញ្ចាំងនៅក្នុងកញ្ចក់ភាគច្រើនយើងតែងតែមើលឃើញពីអ្វីដែលយើងចង់ឃើញដូចជារូបភាពរបស់យើងជាមួយនឹងអ្វីដែលយើងមានអារម្មណ៍ដូចនេះជាមួយនឹងវាជាទីបំផុតយើងតែងតែមានទំនោរមិនសម្លឹងមើលចិត្តពេកឡើយដោយការប្រងើយកន្តើយចំពោះស្នាមជើងជ្រួចនិងស្នាមជាំរបស់យើងក៏ប៉ុន្តែប្រសិនបើយើងសម្លឹងមើលឲ្យខ្លាំងទៅលើរូបភាពដែលបង្ហាញមកនោះមានពេលខ្លះយើងនឹងមានអារម្មណ៍ថាយើងកំពុងតែមើលឃើញខ្លួនយើងដូចទៅនឹងអ្នកដទៃដែលបានមើលឃើញយើងក្នុងរូបភាពជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដទៃឬជាវត្ថុមួយជាជាងភាពជាបុគ្គលដូចនេះដែរក្នុងការប្រើប្រាស់ឥទ្ធិពលនៃកញ្ចក់យើងបានបង្កើតឡើងនៅអំណាចដ៏គួររំខានមួយតាមរយៈការឆ្លុះបញ្ចាំងពីសកម្មភាពរបស់អ្នកដទៃជាសញ្ញានៃការធ្វើត្រាប់ទៅតាមចលនារបស់ពួកគេដើម្បីធ្វើឲ្យពួកគេជឿចាប់និងផ្ទុះកំហឹងឡើងដោយបានធ្វើឲ្យខ្លួនឯងមានអារម្មណ៍ថាខ្លួនឯងត្រូវបានគេចំអកត្រាប់តាមនិងប្រៀបដូចជាវត្ថុមួយដែលជារូបភាពមួយដែលគ្មានព្រលឹងពីខាងក្នុងនោះពួកគេនឹងផ្ទុះកំហឹងឡើងឬបើធ្វើរឿងដដែលនេះឲ្យខុសពីមុនត្រឹមតែបន្តិចបន្តួចនោះពួកគេនឹងមានអារម្មណ៍ថាខ្លួនត្រូវបានគេបន្ទន់ចិត្តហើយអ្នកនឹងទទួលបាននូវការចង់បាននិងបំណងប្រាថ្នារបស់បុគ្គលដែលអ្នកបានឆ្លុះបញ្ចាំងឲ្យឃើញនោះបានយ៉ាងល្អឥតខ្ចោះជាពុំខានឥទ្ធិពលនេះមានផ្ទុកនូវអំណាចដ៏អស្ចារ្យដោយសារតែវាមានប្រតិបត្តិការទៅលើអារម្មណ៍ដែលកើតឡើងមុនដំបូងគេបំផុតនោះឯងបទបញ្ញត្តិទី45ផ្សព្វផ្សាយពីតម្រូវការសម្រាប់ការផ្លាស់ប្ដូរប៉ុន្តែកុំធ្វើកំណែតម្រង់ច្រើនពេកក្នុងពេលតែមួយគ្រប់គ្នាសុទ្ធតែយល់ពីតម្លៃនៃតម្រូវការនៃការផ្លាស់ប្ដូរជារួមប៉ុន្តែស្ថិតនៅលើកម្រិតមូលដ្ឋានប្រចាំថ្ងៃមនុស្សគឺជាសត្វដែលមានទម្លាប់ការបង្កើតថ្មីច្រើនពេកគឺជាការប៉ះទង្គិចផ្លូវចិត្តហើយនឹងនាំទៅរកការបះបោរជាមិនខានប្រសិនបើអ្នកជាមនុស្សថ្មីថ្មោងសម្រាប់តំណែងនៃអំណាចឬជាអ្នកខាងក្រៅដែលកំពុងតែព្យាយាមកសាងមូលដ្ឋានអំណាចមួយចូលបង្ហាញពីការគោរពចំពោះវិធីចាស់ៗក្នុងការធ្វើវាប្រសិនបើការផ្លាស់ប្ដូរគឺជារឿងសំខាន់ចូលធ្វើវាឲ្យមានអារម្មណ៍ប្រៀបដូចជាការកែលម្អដ៏ទន់ភ្លន់មួយពីលើអតីតកាលចុះចិត្តវិទ្យាអំពីមនុស្សយើងគឺមានទស្សនវិជ្ជាជាច្រើននៅក្នុងនោះមួយនៅក្នុងចំណោមនោះគឺថាបើទោះបីជាមនុស្សបានយល់ពី
តម្រូវការនៃការផ្លាស់ប្ដូរដោយដឹងថាតើវាមានសារៈសំខាន់កម្រិតណាសម្រាប់ស្ថាប័ននិងបុគ្គលដែលត្រូវផ្លាស់ប្ដូរម្ដងម្កាលនោះយ៉ាងណាក៏ដោយក៏ពួកគេរមែងខឹងសម្បានិងមិនសប្បាយចិត្តដោយសារតែការផ្លាស់ប្ដូរដែលប៉ះពាល់ដល់បុគ្គលភាពរបស់ពួកគេដែរពួកគេដឹងថាការផ្លាស់ប្ដូរគឺជារឿងសំខាន់និងដឹងថាបទពិសោធន៍ថ្មីបានផ្ដល់នូវភាពធូរស្រាលពីភាពធុញទ្រាន់ក៏ពិតមែនប៉ុន្តែពីជំរឿខាងក្នុងវិញពួកគេនៅតែដិតជាប់ជាមួយនឹងអតីតកាលដដែលអញ្ចឹងការផ្លាស់ប្ដូរជាទូទៅឬការផ្លាស់ប្ដូរបែបធម្មតាគឺជាអ្វីដែលពួកគេប្រាថ្នាចង់បានប៉ុន្តែការផ្លាស់ប្ដូរមួយដែលធ្វើឲ្យពិបាកដល់ទម្លាប់និងលំនាំស្នូលរបស់ពួកគេនោះគឺវាជាការរំខានដ៏ជ្រាលជ្រៅមួយសម្រាប់ពួកគេផងដែរអ្នកដែលប្រាថ្នាឬមានគំនិតចង់ធ្វើកំណែតម្រង់រដ្ឋាភិបាលនៃរដ្ឋមួយហើយចង់ឲ្យរដ្ឋាភិបាលទទួលយកនោះយ៉ាងហោចណាស់ក៏ត្រូវតែរក្សានៅលក្ខណៈខាងក្រៅនៃទម្រង់ចាស់ដែរដូច្នេះវានឹងទំនងជាមានន័យចំពោះប្រជាជនថាវាមិនមានការផ្លាស់ប្ដូរអ្វីទាំងអស់នៅក្នុងស្ថាប័ននីមួយៗទាំងនោះបើទោះបីជាការពិតពួកវាមានភាពខុសប្លែកពីគ្នាទាំងស្រុងពីទម្រង់ចាស់យ៉ាងណាក៏ដោយសម្រាប់មនុស្សជាតិភាគច្រើនអាណែកគឺមានការពេញចិត្តចំពោះលក្ខណៈដែលបង្ហាញឲ្យឃើញពីខាងក្រៅដែលហាក់ដូចជារបស់ទាំងអស់នោះគឺជាការពិតដូចនេះដែរបទបញ្ញត្តិទី46កុំឲ្យអ្នកដទៃឃើញខ្លួនអ្នកល្អឥតខ្ចោះពេកការបង្ហាញថាខ្លួនល្អជាងអ្នកដទៃរមែងជាគ្រោះថ្នាក់ជានិច្ចប៉ុន្តែគ្រោះថ្នាក់ភាគច្រើននៅក្នុងចំណោមគ្រោះថ្នាក់ទាំងអស់នោះគឺជាការបង្ហាញថាខ្លួនគ្មានកំហុសឬចំណុចខ្សោយអ្វីទាំងអស់នោះឯងភាពចំណែនជានេះបានបង្កើតនូវសត្រូវលាក់បាំងវាគឺជារឿងឆ្លាតវៃក្នុងការដែលបង្ហាញឲ្យអ្នកដទៃឃើញពីកំហុសរបស់អ្នកម្ដងម្កាលនិងទទួលស្គាល់នៅកំហុសដែលមិនបង្កគ្រោះថ្នាក់របស់ខ្លួនឲ្យគេបានឃើញដើម្បីបង្វែរការចំណែនជានេះនិងមើលទៅឲ្យឃើញថាអ្នកកាន់តែមានលក្ខណៈជាមនុស្សធម្មតាដូចគេឯងនឹងអាចចូលទៅចិត្តបានសត្វមានការលំបាកក្នុងការប្រឈមមុខជាមួយនឹងអារម្មណ៍ថាខ្លួនអន់តូចទាបជាងគេណានៅចំពោះមុខជំនាញទេពកោសល្យឬអំណាចដ៏ខ្ពង់ខ្ពស់ជាងខ្លួនយើងច្រើនតែទទួលនៅអារម្មណ៍រំខាននិងការទទួលរងនៅការឈឺចាប់យ៉ាងងាយស្រួលនេះក៏ព្រោះតែក្នុងចំណោមយើងភាគច្រើនមានអារម្មណ៍លំអៀងហួសហេតុមកលើខ្លួនយើងហើយនៅពេលដែលបានជួបនឹងមនុស្សដែលលើសយើងនោះពួកគេក៏បានបញ្ជាក់យ៉ាងច្បាស់ថាយើងគឺពិតជាមនុស្សកម្រិតមធ្យមពិតមែនឬបើពុំនោះទេក៏ស្ថិតក្នុងកម្រិតមួយដែលគ្មានអ្វីអស្ចារ្យដូចដែលយើងបានគិតនោះដែរការរំខានចំពោះរូបភាពផ្ទាល់ខ្លួនរបស់យើងនេះមិនអាចស្ថិតនៅយូរអង្វែងតែគ្មានការរំខានពីអារម្មណ៍អាក្រក់នោះឡើយពីដំបូងឡើយយើងនឹងមានអារម្មណ៍ច្រណែនឈ្នានីសប៉ុន្តែភាពច្រណែនឈ្នានីសនេះមិនបាននាំយើងទៅរកភាពស្ងប់សុខឬក៏ចូលទៅចិត្តគុណសម្បត្តិណាមួយបានឡើយហើយយើងក៏មិនទទួលស្គាល់ថាខ្លួនមានអារម្មណ៍បែបនេះដូចគ្នាដោយសារតែវាត្រូវបានបដិសេធនៅក្នុងសង្គមព្រោះការបង្ហាញពីការច្រណែនឈ្នានីសគឺជាការទទួលស្គាល់ថាខ្លួនមានអារម្មណ៍តូចទាបជាងអ្នកដទៃដូច្នេះហើយយើងក៏ខ្លាចបន្លំវាទៅតាមវិធីផ្សេងៗជាច្រើនដូចជាការស្វែងរកហេតុផលដើម្បីរិះគន់ទៅលើអ្នកដទៃដែលធ្វើឲ្យយើងមានអារម្មណ៍បែបនោះជាដើមបទបញ្ញត្តិទី47កុំទៅហួសគោលដៅដែលខ្លួនបានកំណត់នៅក្នុងជ័យជំនះត្រូវសិក្សាឲ្យដឹងថាតើពេលណាត្រូវឈប់គ្រាជ័យជំនះគឺច្រើនតែជាគ្រាដ៏គ្រោះថ្នាក់បំផុតនៅក្នុងកម្ដៅនៃជ័យជំនះភាពក្រអឺកតងនិងទំនុកចិត្តហួសហេតុអាចរុញច្រានអ្នកទៅហួសពីគោលដៅដែលអ្នកបានកំណត់ហើយតាមរយៈការទៅហួសឆ្ងាយនោះទៀតសោតអ្នកនឹងបង្កើតសត្រូវកាន់តែច្រើនជាងការដែលអ្នកចាំបាច់ត្រូវផ្ដួលនោះទៅទៀតសូមគុំមិនដែលជោគជ័យជ្រាបចូលទៅក្នុងខួរក្បាលរបស់អ្នកឲ្យសោះអំណាចវាមានចង្វាក់និងលំនាំតខ្លួនរបស់វាអ្នកដែលជោគជ័យក្នុងល្បែងនេះគឺជាអ្នកដែលគ្រប់គ្រងលំនាំនិងផ្លាស់ប្ដូរពួកវាទៅតាមឆន្ទៈរបស់ពួកគេដោយការធ្វើឲ្យមនុស្សម្នាបាត់បង់តុល្យភាពខណៈពេលដែលពួកគេកំពុងតែកំណត់ល្បឿននិងចង្វាក់របស់ពួកគេខ្លឹមសារនៃយុទ្ធសាស្ត្រនេះគឺដើម្បីគ្រប់គ្រងនៅអ្វីដែលនឹងកើតឡើងបន្ទាប់ហើយភាពត្រេកត្រអាលដែលបានមកពីជ័យជំនះអាចនឹងធ្វើឲ្យអ្នកខកចិត្តក្នុងការគ្រប់គ្រងទៅលើអ្វីដែលកើតឡើងបន្ទាប់ទៅតាមរូបភាពពីរយ៉ាងទី1អ្នកបានជំពាក់ភាពជោគជ័យរបស់អ្នកចំពោះគំរូដែលអ្នកស័ក្តិសមទៅនឹងព្យាយាមធ្វើម្ដងទៀតអ្នកនឹងព្យាយាមបន្តដំណើរទៅមុខក្នុងទិសដៅដែលមិនអាចឈប់សម្រាកដើម្បីសម្លឹងមើលថាតើនេះនៅតែជាទិសដៅល្អបំផុតសម្រាប់អ្នកដែរឬយ៉ាងណាទី2ភាពជោគជ័យមានទំនោររត់ចូលទៅក្នុងខួរក្បាលរបស់អ្នកនឹងធ្វើឲ្យអ្នករំជើបរំជួលនឹងវាតែមានអារម្មណ៍ថាខ្លួនមិនងាយមានគ្រោះថ្នាក់អ្វីនោះអ្នកនឹងធ្វើចលនាដែលបំពានដែលវានឹងអាចបំផ្លាញដល់ជ័យជំនះដែលអ្នកបានទទួលរួចទៅហើយនោះនៅទីបំផុតបានបទបញ្ញត្តិទី48ប្រកាន់យកភាពគ្មានទម្រង់ច្បាស់លាស់តាមរយៈការប្រកាន់យករូបភាពច្បាស់លាស់តាមរយៈការមានផែនការដែលអាចមើលឃើញនោះមានន័យថាអ្នកបានបើកឱកាសឲ្យខ្លួនឯងទទួលរងនៅការវាយប្រហារហើយជំនួសឲ្យការប្រើប្រាស់នៅទម្រង់ណាមួយដើម្បីឲ្យសត្រូវរបស់អ្នកចាប់បានជួយធ្វើខ្លួនអ្នកឲ្យមានសមត្ថភាពអាចបត់បែននិងស្ថិតលើសកម្មភាពជាប់លាប់ជានិច្ចចូលទទួលយកការពិតដែលថាគ្មានអ្វីមួយដែលច្បាស់លាស់ហើយក៏គ្មានច្បាប់ណាមួយដែលស្ថិតស្ថេរជានិរន្តរ៍នោះដែរវិធីដ៏ល្អបំផុតដើម្បីការពារខ្លួនអ្នកគឺត្រូវធ្វើខ្លួនជាវត្ថុរាវ
និងគ្មានរូបរាងច្បាស់លាស់ឲ្យប្រៀបដូចជាទឹកសូមកំពុងផ្អែកលើស្ថិរភាពឬភាពរៀបរយដែលមានអាយុកាលយូរអង្វែងឯសោះត្បិតអ្វីៗគ្រប់យ៉ាងសុទ្ធតែត្រូវផ្លាស់ប្ដូរទាំងអស់សត្វមនុស្សត្រូវបានកត់សម្គាល់តាមរយៈការបង្កើតទម្រង់ដ៏ឥតឈប់ឈររបស់វាដែលកម្របង្ហាញពីអារម្មណ៍របស់វាដោយផ្ទាល់នោះវាក៏បានផ្ដល់ឲ្យពួកគេនៅទម្រង់បែបបទតាមរយៈភាសាឬតាមរយៈទម្លាប់បែបបទដែលអ្នកអាចទទួលយកបាននៅក្នុងសង្គមយើងមិនអាចបង្កើតទំនាក់ទំនងខាងផ្លូវអារម្មណ៍របស់យើងដោយមិនមានទម្រង់ណាមួយបានឡើយយ៉ាងណាក៏ដោយទម្រង់ដែលយើងបង្កើតឡើងមកនោះវារមែងផ្លាស់ប្ដូរឥតឈប់ឈរក្នុងរបៀបបែបបទនិងនៅគ្រប់បាតុភូតទាំងអស់របស់មនុស្សដែលតំណាងឲ្យអារម្មណ៍នៅគ្រានោះយើងកំពុងតែផ្លាស់ប្ដូរទម្រង់ដែលយើងបានទទួលបន្តពីមនុស្សជំនាន់មុនជាបន្តបន្ទាប់ហើយការផ្លាស់ប្ដូរទាំងនោះគឺជាសញ្ញាណនៃជីវិតនិងភាពស្វាហាប់តាមពិតទៅអ្វីដែលមិនប្រែប្រួលដែលជាទម្រង់ដ៏រឹងមាំនោះនឹងបានចូលមកនិងសម្លឹងមកកាន់យើងប្រៀបបានទៅនឹងសាកសពដែលបានស្លាប់រួចទៅហើយអញ្ចឹងដែរដូច្នេះហើយយើងត្រូវតែបំផ្លាញពួកវាចោលជាកំហិតមនុស្សដែលមានអំណាចច្រើនតែជាមនុស្សដែលបានបង្ហាញពីភាពច្នៃប្រឌិតដ៏អស្ចារ្យក្នុងការបញ្ចេញនូវអ្វីដែលថ្មីតាមរយៈទម្រង់ដ៏ថ្មីមួយនៅក្នុងវ័យកុមារភាពរបស់ពួកគេសង្គមបានផ្ដល់អំណាចដល់ពួកគេព្រោះនោះជាអ្វីដែលពួកគេកំពុងស្រេកឃ្លាននិងផ្ដល់រង្វាន់ចំពោះប្រភេទនៃភាពថ្មីស្រឡាងទាំងនោះបញ្ហានឹងចូលមកនៅពេលក្រោយជារឿយៗនៅពេលដែលពួកគេចាប់ផ្ដើមមានគំនិតអភិរក្សនិយមនិងខ្លាចជាម្ចាស់របស់ពួកគេនឹងលែងសុបិនចង់បង្កើតទម្រង់ថ្មីទៀតអត្តសញ្ញាណរបស់ពួកគេត្រូវបានកំណត់ទម្លាប់របស់ពួកគេត្រូវបានបង្កប់ហើយភាពរឹងទទឹងគ្មានភាពបត់បែនរបស់ពួកគេនោះធ្វើឲ្យពួកគេខ្លាចជាគោលដៅដ៏ងាយស្រួលមួយអំណាចអាចរីកចម្រើនទៅបានលុះត្រាតែវាមានភាពបត់បែនទៅតាមទម្រង់របស់វាដើម្បីឲ្យគ្មានទម្រង់ច្បាស់លាស់បានគឺមិនត្រូវឲ្យមានរូបរាងពិតប្រាកដនោះឯងអ្វីគ្រប់យ៉ាងសុទ្ធសឹងតែមានទម្រង់មួយដែលមិនអាចជៀសផុតបានឡើយភាពគ្មានរូបរាងច្បាស់លាស់នៃអំណាចគឺមានលក្ខណៈដូចទៅនឹងទឹកឬបារតជាខ្លាំងគឺតាមរយៈការទទួលបានទម្រង់រូបរាងទៅតាមអ្វីដែលគ្រប់យ៉ាងហុំព័ទ្ធនៅជុំវិញវានោះតាមរយៈការផ្លាស់ប្ដូរជាបន្តអត់ឈប់ឈរនោះវានឹងគ្មានថ្ងៃអាចទេដឹងមុនបានជាដាច់ខាតដូច្នេះហើយគោលដៅធំបំផុតនៃការបង្កើតកងទ័ពគឺជាការមកដល់នៃទម្រង់មិនច្បាស់លាស់ជ័យជំនះនៅក្នុងសង្គ្រាមគឺមិនត្រូវបានកើតឡើងដដែលនោះឡើយប៉ុន្តែគឺជាការរក្សាទម្រង់របស់វាដោយឥតឈប់ឈរនោះឯងទៅវិញទេកងទ័ពគឺមិនប្រកាសថាមានរបៀបក្បួនទ័ពថេររហូតនោះទេហើយទឹកក៏មិនដែលមានរូបរាងថេររហូតនោះដែរសមត្ថភាពក្នុងការបង្កើតជ័យជំនះតាមរយៈការផ្លាស់ប្ដូរនិងការសម្របខ្លួនតាមគោលបដិបត្តិនេះគឺត្រូវបានគេឲ្យឈ្មោះថាជាភាពឆ្លាតវៃនេះឯង